អូនជីអូនៅសាលាអូនថារយោនឹងតាំងពីឆ្នាំ2022មកតាំងពីគាត់ទៅតែបាន2ខួបជាងណាតាំងពីអូនអត់ទាន់សូវចេះនិយាយអីបានច្រើនដល់ឥឡូវអូនបានឡើងដល់ថ្នាក់ K2 ចិត្តចូល K3 អីអូនចេះបានច្រើនឥឡូវហ្នឹងតើតើនៅការរើសសាលាជាទូទៅគឺមុននឹងយើងជ្រើសរើសសាលាណាមួយគឺយើងបានស៊ើបយើងបាន search អីបានច្រើនអញ្ចឹងអូនថារយោទី1ខ្ញុំឃើញតាម Facebook ឃើញមានអ្នកដែលធ្លាប់គាត់share ថានៅសាលាហ្នឹងដាក់កូនទៅជួយឲ្យកូនហ្នឹងគាត់ផ្លាស់ប្ដូរក្លាហានអីជាងមុនអញ្ចឹងណាអញ្ចឹងអីដែលខ្ញុំចាប់អារម្មណ៍ជាងគេបំផុតនៅសាលាដែលធ្វើឲ្យខ្ញុំចង់ដាក់កូនហ្នឹងគឺសាលាគឺមានតម្លាភាព transparent បានន័យថាយើងអាចមកមើលកូននៅពេលថ្ងៃបានព្រោះយើងពេលដាក់កូនដំបូងយើងបារម្ភជាងគេគឺចង់ដឹងថាតើកូនអាចនៅសាលាបានអត់ឬក៏អីអញ្ចឹងទៅហើយគាត់អនុញ្ញាតឲ្យយើងមើលកាមេរ៉ាចឹងទៅសកម្មភាពកូនយើងបែបណាអញ្ចឹងធ្វើឲ្យខ្ញុំចាប់ផ្ដើមទុកចិត្តជាទូទៅពេលដែលដាក់កូនដំបូងយើងបារម្ភចង់ដឹងថាកូននៅសាលាបានអត់អញ្ចឹងសាលាគាត់ផ្ដល់ព័ត៌មានឲ្យយើងនោះថាកូនយើងថ្ងៃហ្នឹងមិនដែរគាត់ថតរូបឲ្យមើលថាថ្ងៃហ្នឹងកូនបានធ្វើសកម្មភាពអីគេខ្លះគាត់បានញ៉ាំអីគេខ្លះកូនបានញ៉ាំទឹកបានប៉ុន្មានភាគរយកូនមានភូអត់កូនមាន accident ទេអត់កូនបានមាន homework អីធ្វើអីអត់អញ្ចឹងយើងដឹងច្រើនពីកូនយើងដូចយើងធ្វើឲ្យយើងអត់បារម្ភពីកូនទេចាអញ្ចឹងទៅធ្វើឲ្យខ្ញុំនោះទុកចិត្តនៅសាលាថាសាលាគឺមានតំណែងល្អជាមួយក្រុមគ្រួសារជាមួយនឹងឪពុកម្ដាយអាណាព្យាបាលរបស់កូនសិស្សឲ្យយើងកក់ក្ដៅក្នុងចិត្តអូនជីអូគឺគាត់អត់និយាយរហអ្នកណាទាំងអស់អ្នកដែលគាត់អត់ស្គាល់គាត់អត់និយាយរហទេក៏ប៉ុន្តែឥឡូវខ្ញុំឃើញថាគាត់ហ៊ាននិយាយជាមួយមនុស្សផ្សេងអ្នកដែលគាត់ទៅតែជួបឯងគាត់ហ៊ាននិយាយជាមួយហើយគាត់ចាប់ផ្ដើមចេះនិយាយច្រើននិយាយពាក្យច្រើនហើយក៏ចេះត្រឡប់ល្អពីសាលាទៅបានច្រើនដែរនឹងអីដែលខ្ញុំសង្កេតឃើញថាកូនបានអភិវឌ្ឍច្រើនជាងមុនច្រើនជាងការពីពេលដែលយើងដាក់ដំបូងនិយាយទៅខ្ញុំដាក់អូនជីអូមកផឹកទល់ល្ងាចអញ្ចឹងមិនន័យថាពេលវេលារបស់គាត់ភាគច្រើនក៏នៅសាលាដែរអញ្ចឹងខ្ញុំគិតថាការផ្លាស់ប្ដូរអាកប្បកិរិយារបស់គាត់ឥរិយាបថភាគច្រើនហ្នឹងគឺមកពីលោកគ្រូអ្នកគ្រូដែលគាត់ជួយបរៀននឹងឯងពីមួយថ្នាក់ពី P2 ដល់ K1 K2 ហ្នឹងគឺអ្នកគ្រូនៅក្នុងថ្នាក់ហ្នឹងគឺគាត់ influence ច្រើនគាត់ធ្វើឲ្យអូនផ្លាស់ប្ដូរអញ្ចឹងណាបើនិយាយពីពេញចិត្តជាងគេខ្ញុំគិតថាតកតងនឹងសេវាកម្មទំនាក់ទំនងរវាងសាលាជាមួយនឹងអាណាព្យាបាលជាពិសេសពេលដែលខ្ញុំមានសំណូមពរអីទៅសាលាថាសូមឲ្យសាលាជួយអូនជីអូជាពិសេសអីអញ្ចឹងទៅគឺសាលាព្យាយាមធ្វើឲ្យយើងបានអញ្ចឹងធ្វើឲ្យខ្ញុំនឹងមានទំនុកចិត្តថាខាងសាលាគឺយកចិត្តទុកដាក់ចំពោះអូនយកចិត្តទុកដាក់ចំពោះសំណុំពររបស់អាណាព្យាបាលព្យាយាមធ្វើឲ្យបានដើម្បីឲ្យការរីកចម្រើនរបស់អូនក៏ដូចជាធ្វើឲ្យឪពុកម្ដាយយើងមានទំនុកចិត្តធ្វើឲ្យយើងទៅធ្វើការទាំងស្ងប់ចិត្តអត់បារម្ភពីកូនទេ